ស្ដីបងប្អូនជួបគ្នាម្ដងទៀតហើយនៅក្នុងប្រធានបទការបង្កើតកម្មវិធីបង្កើតវាពាក្យអក្សរវាពាក្យខ្មែរអញ្ចឹងនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញរួចម្ដងហើយមកដល់ត្រឹមចំណុចទី3គឺការធ្វើឲ្យពាក្យនេះយើងអាចវាយបានបាទអញ្ចឹងតែអត់ទាន់មាននេះទេអញ្ចឹងនៅក្នុងមេរៀនទី4នេះខ្ញុំនឹងបង្ហាញអំពីរបៀបពាក្យដែលយើងវាយហ្នឹងធ្លាក់ចូលក្នុងប្រអប់នេះដើម្បីយើងងាយស្រួលក្នុងការមើលនិងតាមដានថាយើងវាយខុសឬក៏ត្រូវអញ្ចឹងឧទាហរណ៍ថាខ្ញុំវាយពាក្យនេះគម្រោងតែងអញបាទអញ្ចឹងខ្ញុំធ្វើទៅពាក្យហ្នឹងនឹងធ្លាក់ចូលមកក្នុងប្រអប់នេះបាទអញ្ចឹងយើងវាយពាក្យតទៅមកហ្វាំងស៊ីសាំងបាទអញ្ចឹងយើងវាយពាក្យប្រមាណក៏ដោយគឺវាធ្លាក់ចូលក្នុងនឹងទាំងអស់មហាជននីនុជនសិទ្ធិបោះឆ្នោតអញ្ចឹងយើងវាយពាក្យប្រមាណក៏ដោយវាធ្លាក់ចូលក្នុងនឹងអស់តែឥឡូវយើងកុំឲ្យខាត់ពេលវេលាយើងនឹងទៅធ្វើទាំងអស់គ្នាបាទឥឡូវខ្ញុំបិទសិនបើកឡើងវិញដងទី4អញ្ចឹងយើងចូលទៅ project អញ្ចឹងយើងបើក project របស់យើងមក project file យើងដែលយើងបានធ្វើកាលពីមុនហ្នឹងយើងបើកមកអញ្ចឹងយើងអត់ទាន់មាន list box ហ្នឹងទេប្រអប់ដើម្បីដាក់តារាងដាក់ពាក្យហ្នឹងទេអញ្ចឹងយើងបង្កើត list box ហ្នឹងមួយមកយើងចូលទៅ toolbar មកដល់កន្លែងហ្នឹងយើងប្រើ list box ដើម្បីដាក់ពាក្យទាំងអស់ហ្នឹងដែលយើងបានវាយហ្នឹងឲ្យវាធ្លាក់ចូលទៅក្នុងហ្នឹងអញ្ចឹងនេះ list box យកវាមកគូនៅជ្រុងហ្នឹងមកអញ្ចឹងយើងគូឲ្យវែងមកព្រោះពាក្យយើងដាក់មកវាទាំងហាវែងទាំងពាក្យយើងច្រើនអូខេឥឡូវយើងបានប៉ុណ្ណឹងហើយយើងចុចលើ list box ហ្នឹងយើងទៅ property អញ្ចឹងយើង name list box ហ្នឹងយើងមើលកន្លែង design ហើយយើងដាក់ name វាអញ្ចឹង name វានេះយើងចំណាំថា list box 1គឺជាប្រអប់ហ្នឹងហើយគឺឈ្មោះវាអញ្ចឹងនៅក្នុង code យើងសរសេរ list box ហ្នឹងគឺតំណាងឲ្យប្រអប់ហ្នឹងអូខេឥឡូវខ្ញុំដាក់ចំណងជើងប្រអប់ហ្នឹងសិនខ្ញុំ copy នេះយើងគូច្រើនយើង copy មកអញ្ចឹងខ្ញុំទៅ property ខ្ញុំកែឈ្មោះវាដាក់ពាក្យដែលបានវាយអូខេចឹងមកវានឹងចេញមកអូខេឥឡូវយើងព្រីកវាតិចទៅជីមកយើងព្រីកវាតិចអក្សរយ៉ាងធំតិចយើងយក16ទៅហើយម៉ូដអក្សរយើងយកខ្មែរកែបមកអូខេខ្មែរកែបហើយយើងយក16អូខេពេលនេះល្មមមើលពាក្យដែលបានវាយបាទអូខេឥឡូវយើងទៅសរសេរកូដទាំងអស់គ្នាអញ្ចឹងនៅក្នុងកូដយើងសរសេរតាមមួយជួរទេបាទអញ្ចឹងយើងចុចកន្លែងណាក៏បានដែរចុចលើកន្លែងណាក៏ទៅកន្លែងគួរទៅបានចុចក្នុងប្រអប់ណាក៏បានដែរលើខ្ញុំចុចក្នុងតែម្ដងទេចុច double click ពីរដងចឹងមកដល់កន្លែងនេះយើងទៅ scroll ឡើងទៅលើយើងមើលកន្លែង key code នេះយើងមើលកន្លែង key code ហ្នឹងយើងទៅសេពីលើអា if ហ្នឹងមកយើងបាទយើងឃ្លាបនេះយើងចុះតមួយមកយើងឲ្យយើងសេពីលើ if ហ្នឹងហើយយើងសេ list box 1សេបាទសេដូចអ្វីដែលយើងបានដាក់ចឹងនេះមានស្រាប់ហើយ list box 1 dot item dot add ហើយយើងបើកកញ្ចក់យើងដាក់ text box 1 text box 1 dot type យើងបិទកញ្ចក់វិញយើង semicolon
ប៉ុណ្ណឹងហើយយើងដឹងតើបានហើយបាទអញ្ចឹងយើង save មកចាំមើលរឿងដំណើរការវាមើលតើវាដើរអត់អញ្ចឹងយើង click នៅលើ start មកប៊ូតុងនេះ start without debugging នេះបាទយើងអត់ទាន់ start debugging នេះទេអានេះចាំវគ្គចុងក្រោយបាទចាំអានេះយើងគ្រាន់ test ផងដែរយើងចុចឲ្យប៊ូតុងនេះប៊ូតុង start without debugging បាទអញ្ចឹងយើងចាំមើលថាយើងវាយពាក្យមើលតែវាពាក្យយើងវាលោតចូលអត់អញ្ចឹងយើងវាយជំងឺ AIDS ទៅតាមនោះជំងឺ AIDS អូខេនេះលោតចូលហើយបាទអញ្ចឹងវាលោតចូលតែវានៅទូនៅឲ្យលើវិញពាក្យសិនវិញយើងការរីកាទិញ BJ ទេសាប្រមោកាវទេសាប្រមោខោបច្ចុប្បន្នខ្ញុំជិះវាយឲ្យច្រើនសិនដើម្បីខ្ញុំមើលទំហំអក្សរខ្ញុំកែទំហំអក្សរក្នុង Facebook នេះតាមក្រោយបាទបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតបានអូខេប៉ុណ្ណឹងហើយអញ្ចឹងខ្ញុំយើងវាយពាក្យទៀតវានឹងចេញអត់ពេញទេបាទចេញហូរហាយទៅនឹងកំភៃអត់ពេញទេបាទទៅហូរចុះទៅក្រោមទៀតបាទអញ្ចឹងយើងវាយមិនក៏វាចេញចុះទៅក្រោមហូរបាទអញ្ចឹងវាយមិនក៏វាចេញចុះទៅក្រោមហូរដែរហើយអញ្ចឹងខ្ញុំនឹងដូរផងវាបាទដូរផងវាអញ្ចឹងខ្ញុំបិទវាសិនបិទ run សិនទៅ form វាហើយខ្ញុំចុចចំមកចុចឲ្យចំប្រអប់ហ្នឹងមកទៅ property នេះហើយយើងទៅមើលកន្លែង font font នេះយើងដូរមកយើងដាក់ខ្មែរសេវានៅខ្មែរកែបដូចគ្នាមកបាទអញ្ចឹងខ្មែរមកកែទំហំវាយើងយក14អញ្ចឹងមកបាទឲ្យទូជាងនេះទីនេះ16អូខេអញ្ចឹងប៉ុណ្ណឹងមកអែបាទអញ្ចឹងយើង save ហើយយើង run បងទៀតមកអត់សំភ័រនេះអញ្ចឹងប៉ុននេះល្មមមើល